បន្ទាប់ពីនាយកែវនិងពិសីដែលជាកូនស្រីបានកំចាត់នៅគ្រូអាគមអាក្រក់ទាំង3រួមទាំង3សាយមួយក្បាលនឹងរួចមកអស់រយៈពេលប្រហែលជា1ខែក្រោយមកទៀតអ្នកទាំងពីរឪកូនហ្នឹងក៏បានធ្វើដំណើរទៅភូមិស្រុកមួយនៅឆ្ងាយពីភូមិស្រុករបស់អ្នកទាំងពីរខ្លាំងណាស់ប៉ុន្តែនៅពេលដែលចេញដំណើរហ្នឹងដងខៅយ៉នដែលជាជីតាធំហ្នឹងមិនចង់ឲ្យចៅស្រីរបស់ខ្លួនចាក់ចេញនិងធ្វើដំណើរទៅជាមួយនឹងនាយកែវដែលជាឪពុកនោះទេព្រោះថាផ្លូវឆ្ងាយខ្លាំងពេកក៏ប៉ុន្តែពិសីបាននិយាយទៅកាន់ដងខៅយ៉នថាមិនអីទេលោកតាចៅប៉ុណ្ណេះហើយចៅអាចធ្វើដំណើរទៅជាមួយនឹងពុកបានចៅមិនមានជាបញ្ហាអីនោះទេព្រោះអាគមក៏ចៅចេះដែរទោះបីជាចៅជាមនុស្សស្រីមែនក៏ប៉ុន្តែសូមលោកតាកុំបារម្ភពីចៅអីណាទោះបីជាពិសីខំនិយាយយ៉ាងណាក៏ដង្ខៅយ៉នមិនចង់ឲ្យនាងទៅជាមួយនឹងនាយកែវដែលជាឪពុកដែរពេលហ្នឹងអ៊ំកាន់ដែលជាជីតាខាងឪពុករបស់នាយកែវហ្នឹងក៏បាននិយាយទៅកាន់ដង្ខៅយ៉នថាបើតាមខ្ញុំគិតទៅមិនអីនោះទេណាលោកដង្ខៅអើយឲ្យចៅស្រីរបស់យើងគេធ្វើដំណើរទៅជាមួយនឹងឪពុករបស់គេទៅណាមួយអាចឲ្យចៅស្រីរបស់យើងស្គាល់នៅជីវិតខាងក្រៅឲ្យបានច្រើនខ្លះក្រែងថ្ងៃក្រោយទៅនាងអាចរឹងមាំជាងនេះតទៅទៀតណាពេលដែលដង្ខៅយ៉នឬអ៊ំកាន់និយាយបែបហ្នឹងដង្ខៅយ៉នក៏បានសម្លឹងមើលទៅកាន់មុខរបស់អ៊ំកាន់រួចក៏ដកដង្ហើមធំហើយក៏បាននិយាយឡើងថាណែលោកបងខ្ញុំព្រួយបារម្ភពីចៅស្រីរបស់យើងដោយសារណាមួយនាងគឺជាស្រីហើយធ្វើដំណើរទៅលើកនេះគឺផ្លូវឆ្ងាយថែមទៀតផងឆ្លងកាត់ប្រមាណភូមិឯណោះហើយឆ្លងកាត់ព្រៃធំមួយថែមទៀតតើឲ្យខ្ញុំទុកចិត្តយ៉ាងណាទៅពេលហ្នឹងនាយកែវក៏បាននិយាយឡើងថាលោកពុកសូមលោកពុកកុំបារម្ភអីកូនស្រីរបស់ខ្ញុំនាងទៅជាមួយខ្ញុំនាងមិនមានបញ្ហាអ្វីនោះទេខ្ញុំនឹងការពារកូនស្រីរបស់ខ្ញុំឲ្យអស់ពីសមត្ថភាពរបស់ខ្ញុំណានៅពេលហ្នឹងអ៊ំស្រីមានដែលជាប្រពន្ធរបស់ដង្ខៅយ៉នគាត់ក៏បាននិយាយឡើងថាណែហើយវាឲ្យចៅស្រីរបស់យើងគេទៅជាមួយនឹងឪពុករបស់គេទៅណាកុំខត់ខាំងអីព្រោះណាមួយចៅស្រីរបស់យើងគេធំហើយដូច្នេះគេត្រូវស្គាល់ពិភពខាងក្រៅឲ្យបានច្រើនកុំហាមខត់គេអីណាអ៊ំស្រីមាននិយាយចប់អ៊ំស្រីរីក៏បាននិយាយបន្តថាពិតមែនហើយលោកបងឲ្យចៅស្រីរបស់យើងនាងទៅជាមួយនឹងឪពុករបស់គេទៅក្រែងបានស្គាល់ពិភពខាងក្រៅបានច្រើនណាស់នៅពេលដែលពួកគាត់ទាំងអស់គ្នានាំគ្នានិយាយម្នាក់មួយម៉ាត់ធ្វើឲ្យដង្ខៅយ៉នដែលជាជីតាធំរៀងចិត្តតន់បន្តិចរួចដង្ខៅយ៉នក៏បាននិយាយឡើងថាបើអញ្ចឹងក៏អញ្ចឹងចោះណាចៅស្រីឯងត្រូវតែប្រុងប្រយ័ត្នខ្លួនឲ្យបានមែនទេណាប្រសិនបើមិនមានការអ្វីនោះទេឯងកុំដើរឆ្ងាយពីឪពុករបស់ឯងឲ្យសោះណាបន្ទាប់ពីលោកតាលោកយាយទាំងសងខាងបានផ្ដែផ្ដាំហើយនឹងជូនពរចៅស្រីរួចពីនេះឪពុកកូនក៏បានធ្វើដំណើរចាកចេញពីផ្ទះរបស់ដង្ខៅយ៉នតែម្ដងដោយអ្នកទាំងពីរធ្វើដំណើរដោយជិះសេះម្នាក់មួយនៅតាមផ្លូវពិសីតែងតែសួរទៅកាន់នាយកែវដែលជាឪពុករហូតព្រោះថាពិសីនាងមិនដែលធ្វើដំណើរចាកឆ្ងាយពីផ្ទះសម្បែងឆ្ងាយបែបនេះនោះទេលោកពុកតើពួកយើងធ្វើដំណើររយៈពេលប្រមាណថ្ងៃទើបទៅដល់ភូមិដែលយើងត្រូវទៅពុកនាយកែវដែលជាឪពុកក៏បានសម្លឹងមើលទៅមុខរបស់កូនស្រីហើយក៏បានតបទៅវិញថាពុកក៏មិនដឹងដែរថាយើងធ្វើដំណើរប្រហែលរយៈពេលប្រមាណថ្ងៃដែរបើសិនជាពុកធ្វើដំណើរទៅតែឯងពុកបោលសេះអស់រយៈពេលមួយអាទិត្យអីហ្នឹងគឺទៅដល់ទីកន្លែងភូមិដែលយើងត្រូវទៅនឹងហើយក៏ប៉ុន្តែយើងធ្វើដំណើរនេះគឺធ្វើដំណើរយឺតមែនទែនដោយសារតែកូនស្រីមកជាមួយពុកទៅពុកមិនចង់ធ្វើដំណើរបោលសេះទៅលឿននឹងណានាយកែវក៏បាននិយាយប្រាប់ទៅកាន់កូនស្រីថាណែកូនស្រីនៅពេលដែលពួកយើងធ្វើដំណើរចូលទៅដល់ភូមិផ្សេងឯងត្រូវចាំថាកុំនិយាយស្ដីផ្ដេសផ្ដាស់ឬក៏អួតក្អេងក្អាងថាខ្លួនចេះនៅមន្តអាគមឲ្យសោះណាព្រោះថានៅពេលដែលយើងធ្វើដំណើរទៅស្រុកភូមិផ្សេងហ្នឹងតែងតែមានគ្រូអាគមចូលចិត្តផ្ចាញ់ផ្ចាល់ពួកយើងខ្លាំងណាស់ជាពិសេសគឺគ្រូមន្តអាគមខ្មៅហ្នឹងតែម្ដងកូនត្រូវចាំណាពិសីនាងក៏បានតបទៅឪពុកថាចាពុក
កូនមិននិយាយស្ដីផ្ដេសផ្ដាស់ឬក៏អួតក្អេងក្អាងថាខ្លួនចេះនៅមុនអាគមឬក៏មិនវិជាការអ្វីនោះទេពុកកុំបារម្ភពីកូនអីណាពីអ្នកឪពុកកូនធ្វើដំណើរបណ្ដើរនិយាយជជែកគ្នាបណ្ដើរនៅតាមផ្លូវរហូតមកដល់ក្នុងភូមិមួយហើយពិសីក៏បានប្រាប់ទៅកាន់ឪពុកថាពុកកូនមានអារម្មណ៍ថាដូចជាឃ្លានខ្លាំងណាស់នៅក្នុងស្រុកភូមិនេះមានគេលក់របស់របរច្រើនគួរសមយើងរកទីកន្លែងណាហូបចុកសិនទៅពុកនាយកែវឬកូនស្រីនិយាយបែបហ្នឹងគេក៏បានសម្លឹងមើលទៅជុំវិញក្នុងភូមិហ្នឹងពេលហ្នឹងឃើញតូបមួយដែលលក់របស់ហូបចុកពេលហ្នឹងពីអ្នកឪពុកកូនក៏បានបោលសេះសំដៅទៅរកតូបហ្នឹងតែម្ដងពេលដែលចូលទៅដល់តូបហ្នឹងពិសីនាងក៏បានហូបបាយហូបអីចឹងទៅហើយចំណែកឯនាយកែវវិញក៏បានហូបបាយហូបអីដូចជាកូនស្រីដែរប៉ុន្តែនៅពេលដែលពួកគេទាំងពីរអ្នកឪពុកកូនកំពុងតែហូបហ្នឹងស្រាប់តែមានមនុស្សមួយក្រុមធំមានគ្នាប្រហែលជាខ្ទង់10នាក់អីនឹងឯងហើយពួកគេទាំងអស់ហ្នឹងមានអាវុធនៅក្នុងដៃម្នាក់មួយតែម្ដងទឹកមុខរបស់ពួកគេពិតជាខូខើដូចជាកាយសាហាវខ្លាំងណាស់ពេលដែលអ្នកទាំងអស់គ្នានឹងដើរចូលទៅតូបហ្នឹងអ្នកភូមិដែលកំពុងតែអង្គុយហូបចុកនៅក្នុងតូបហ្នឹងស្រាប់តែពួកគេបានចាក់ចេញពីទីហ្នឹងអស់តែម្ដងមើលទៅដូចជាមានអាការៈខ្លាចទៅកាន់មនុស្សទាំងអស់នោះខ្លាំងណាស់នៅពេលដែលអ្នកភូមិចាក់ចេញពីតូបនឹងអស់នៅសល់តែពីអ្នកឪពុកកូននោះទេដែលកំពុងតែនៅអង្គុយហូបដដែលហាក់បីដូចជាគ្មានការញញើតរអានិងខ្លាចចំពោះពួកគេទាំងប៉ុន្មានអ្នកនោះសោះនៅពេលដែលឃើញបែបហ្នឹងម្ចាស់តូបដែលជាអ្នកលក់បាយម្ហូបហ្នឹងគេក៏បានដើរតម្រង់មករកនាយកែវនិងពិសីរួចគេក៏និយាយតិចថាអ្នកទាំងពីរចាក់ចេញពីទីនេះទៅព្រោះថាពួកនេះគ្រោះថ្នាក់ខ្លាំងណាស់មិនអាចនៅក្បែរពួកគេបាននោះឡើយពេលដែលពិសីបានឮអ្នកលក់និយាយបែបហ្នឹងពិសីក៏បានសម្លឹងមើលទៅកាន់មុខអ្នកលក់រួចគេក៏សួរទៅកាន់អ្នកលក់ថាពូតើពួកគេទាំងអស់ហ្នឹងគឺជាអ្នកណាហេតុអីបានជាអ្នកភូមិឃើញពួកគេចូលមកអ្នកភូមិទាំងអស់នោះចាក់ចេញពីទីនេះអស់អញ្ចឹងពូម្ចាស់តូបក៏បានតបទៅពិសីវិញថាពួកគេទាំងអស់ហ្នឹងគឺជាក្រុមចៅដែលលួចប្លន់ឆក់និងកាប់សម្លាប់សាហាវខ្លាំងណាស់នៅពេលថ្ងៃគេធ្វើដូចជាមនុស្សធម្មតាក៏ប៉ុន្តែនៅពេលយប់ពួកគេចេញលួចប្លន់អ្នកស្រុកអ្នកភូមិសម្បើមណាស់ទោះបីជាអ្នកភូមិដឹងថាពួកគេទាំងអស់ហ្នឹងគឺជាចៅក៏ដោយក៏ប៉ុន្តែគ្មានអ្នកណាម្នាក់ហ៊ានបង្ក្រាបពួកគេនោះទេដោយសារតែនៅក្រោយខ្នងរបស់គេមានគ្រូអាគមម្នាក់ដែលចាំជួយពួកគេទាំងអស់គ្នានឹងពេលដែលពិសីបានឮបែបហ្នឹងពិសីក៏គោះតុកប៉ាំងស្រាប់តែនីកែវនិយាយទៅកាន់ពិសីភ្លាមថាកូនស្រីឯងតាំងចិត្តឲ្យស្ងប់តិចទៅណាកុំធ្វើអីទាំងឆាវឆាវនិងឆៅល្ងងណាកូនស្រីពេលហ្នឹងពិសីក៏សម្រួលអារម្មណ៍វិញហើយក៏បាននិយាយទៅកាន់នីកែវថាពុកតែពួកគេទាំងអស់ហ្នឹងគឺជាចៅណាពុកតើយើងគិតឲ្យពួកគេទាំងអស់ហ្នឹងនៅតែបន្តធ្វើអាក្រក់ធ្វើបាបនិងឆក់ប្លន់អ្នកភូមិតទៅទៀតមែនទេនីកែវក៏បានតបទៅកូនស្រីវិញថាអត់ទេកូនតែយើងត្រូវដំណោះស្រាយណាដែលល្អប្រសើរហើយមិនធ្វើឲ្យប៉ះពាល់ទៅដល់អ្នកភូមិនៅទីនេះណាពេលដែលឮបែបហ្នឹងម្ចាស់តូបក៏បាននិយាយថាតើអ្នកទាំងពីរអាចជួយសង្គ្រោះអ្នកភូមិរបស់ខ្ញុំបានមែនទេបើដូច្នេះមែនខ្ញុំពិតជាសប្បាយចិត្តខ្លាំងណាស់ហើយសម្រាប់បាយម្ហូបមួយពេលនេះខ្ញុំមិនគិតប្រាក់ពីអ្នកទាំងពីរទេណានៅពេលដែលកំពុងតែនិយាយគ្នាស្រាប់តែអាមេចៅម្នាក់ដែលវាមានពុកមាត់សមោមសក់ក្រញាញ់វែងហើយវាក៏បាននិយាយទៅកាន់អ្នកលក់ថាណែអ្នកលក់តើឯងកំពុងតែនិយាយស្អីហ្នឹងមិនដាក់ម្ហូបបាយឲ្យយើងស៊ីទេអីពេលដែលឮសម្ដីបែបហ្នឹងភ្លាមអ្នកលក់គាត់ក៏ប្រញាប់ប្រញាល់ទៅរៀបចំបាយម្ហូបដើម្បីឲ្យពួកគេទាំងអស់គ្នានឹងហើយនៅពេលហ្នឹងផងដែរស្រាប់តែអាមេចៅម្នាក់ហ្នឹងដែលមានពុកមាត់ហើយសក់កញ្ញាញ់វែងហ្នឹងសម្លឹងមើលមកកាន់មុខរបស់នីកែវហើយនឹងពិសីក៏ប៉ុន្តែពីអ្នកឪពុកកូនរបស់គេនេះអង្គុយហូបបាយម្ហូបធម្មតាហាក់បីដូចជាគ្មានការខ្លាចរអាទៅលើពួកគេសូម្បីតែបន្តិចសោះឡើយ
នៅពេលដែលឡាមេចៅម្នាក់ហ្នឹងបានឃើញឪពុកកូនរបស់គេអង្គុយដូចធម្មតាអញ្ចឹងគេក៏បានក្រោកពីតុហើយដើរសម្ដៅមករកឪពុកកូនទាំងពីរនាក់រួចគេក៏និយាយខ្លាំងទាំងសម្លេងធ្ងន់ថាណែពួកឯងទាំងពីរនាក់ឃើញយើងមកហើយមិនព្រមចេញពីទីនេះទៅតុកន្លែងនេះឲ្យកូនចៅរបស់យើងអង្គុយសៀស្រួលបួនណាពេលហ្នឹងនីកែវក៏បាននិយាយទៅកាន់មេចៅនឹងវិញថាលោកបងអើយពួកខ្ញុំទាំងពីរនាក់ឪពុកកូននេះគ្រាន់តែមកហូបបាយតែប៉ុណ្ណោះមិនចង់មានរឿងអីនោះទេដោយសារតែពួកខ្ញុំទាំងពីរនាក់ហូបបាយម្ហូបមិនទាន់អស់ទើបពួកខ្ញុំមិនទាន់ចាក់ចេញពីទីនេះនឹងណាសូមលោកបងមេត្តាផងចោះពេលដែលមេចៅឮនីកែវនិយាយបែបហ្នឹងគេក៏មិនបាននិយាយស្ដីអីដែរគេក៏បានដើរទៅអង្គុយនៅក្នុងតុរបស់គេរួចគេក៏អង្គុយលើកជើងម្ខាងសម្លឹងមើលមកកាន់ឪពុកកូនរបស់អ្នកទាំងពីររហូតតែម្ដងមេចៅដែលមានពុកមាត់សក់ក្រញាញ់វែងហ្នឹងគេមានឈ្មោះថាអាខ្ជូងសម្បុរគេខ្មៅមៀតធំហើយមុខគេកាយសម្បើមខ្លាំងណាស់ទោះបីជាអាខ្ជូងខំព្យាយាមសម្លឹងមើលមកកាន់នីកែវនិងពិសីយ៉ាងណាក៏ដោយក៏ពីអ្នកឪពុកកូនគេអង្គុយហូបបាយនិងម្ហូបផ្ទាល់ទៅហើយនៅពេលដែលគិតប្រាក់នីកែវក៏បាននិយាយទៅកាន់អ្នកលក់នឹងថាលោកបងតើផ្ទះរបស់មេភូមិនៅក្នុងភូមិនេះនៅឯណាទៅលោកបងចុះហេតុអ្វីបានជាមេភូមិនៅទីនេះមិនជួយដោះស្រាយឲ្យអ្នកភូមិអញ្ចឹងបណ្ដោយឲ្យពួកគេធ្វើបាបអ្នកភូមិឆក់ប្លន់អ្នកភូមិកាប់សម្លាប់អ្នកភូមិតាមតែចិនអញ្ចឹងមែននៅពេលហ្នឹងអ្នកលក់ក៏បានតបវិញថាលោកមេភូមិក៏មិនអាចចាត់ការពួកគេទាំងអស់នេះបានឡើយដោយសារតែលោកមេភូមិគាត់មិនចេះនៅមន្តអាគមអីនោះទេហើយដូចខ្ញុំប្រាប់លបងកាលពីមុនចឹងថាពួកវានេះមានគ្រូអាគមនៅពីក្រោយខ្នងដូច្នេះហើយទើបពួកវាមិនខ្លាចរអានិងនរណាគេសំបីតែម្នាក់អញ្ចឹងតើលបងអាចប្រាប់ថាផ្ទះរបស់លោកមេភូមិនៅកន្លែងណាដែរខ្ញុំចង់ទៅរកលោកមេភូមិដើម្បីពិភាក្សាគ្នាបន្តិចណានៅពេលហ្នឹងអ្នកលក់ក៏បានប្រាប់ទៅកាន់នីកែវនិងពិសីថាអ្នកទាំងពីរដើរផុតរំលងតែពី3ផ្ទះទៀតនឹងឃើញផ្ទះរបស់លោកមេភូមិហើយផ្ទះរបស់លោកមេភូមិគឺមានជញ្ជាំងពណ៌ក្រហមអ្នកទាំងពីរទៅនឹងឃើញហើយផ្ទះរបស់លោកមេភូមិនៅជាប់ផ្លូវនឹងតែម្ដងពេលដែលគិតប្រាក់ឲ្យអ្នកលក់ហើយអ្នកលក់មិនចង់យកប្រាក់ពីអ្នកទាំងពីរនោះទេដោយសារតែអ្នកលក់ដឹងថាពួកគេទាំងពីរអ្នកឲ្យកូននឹងប្រកាសជាជួយអ្នកភូមិរបស់គេជាមិនខានបន្ទាប់មកនីកែវក៏នៅតែបង្ខំឲ្យអ្នកលក់យកប្រាក់របស់ខ្លួនដែលបានហូបបាយមកហូបនឹងហើយពីអ្នកឪពុកកូនគេក៏បានជិះសេះសម្ដៅទៅរកផ្ទះរបស់លោកមេភូមិតែម្ដងចំណែកអាខ្ជូងដែលជាមេចៅនិងកូនចៅរបស់គេតាមសម្លឹងមើលឪពុកកូនរបស់ពួកគេទាំងពីរនាក់ជីសេះចាក់ចេញនឹងឡើងចង់ក្រិចកអស់ទៅហើយបន្ទាប់ពីនឹងអាខ្ជូងក៏បានហៅម្ចាស់តូបនឹងមកហើយក៏បានសួរនាំថាណែតើឯងបាននិយាយអ្វីខ្លះជាមួយនឹងពួកគេទាំងពីរនាក់នោះម្ចាស់តូបក៏ក្រវិក្បាលរួចក៏បានតបវិញថាបានលបងខ្ញុំមិនបាននិយាយអ្វីជាមួយនឹងពួកគេទាំងពីរនាក់នឹងច្រើននោះទេគ្រាន់តែគេសួរផ្លូវទៅផ្ទះរបស់លោកមេភូមិតែប៉ុណ្ណោះខ្ញុំក៏បានប្រាប់គេតាមដំណើរតែម្ដងទៅពេលហ្នឹងអាខ្ជូងក៏បានសួរទៅកាន់ម្ចាស់តូបនឹងទៀតថាហើយចោះគេមានសួរអ្វីពាក់ព័ន្ធនឹងយើងដែរឬទេម្ចាស់តូបក៏ក្រវិក្បាលរួចក៏តបវិញទាំងដាក់ដប់ថាអត់មានទេលបងគេមិនបានសួរនាំអំពីលបងនោះទេណាបន្ទាប់ពីនិយាយរួចស៊ីចុករួចក្រុមបពពួករបស់អាខ្ជូងក៏បានធ្វើដំណើរចាក់ចេញពីតូបនឹងដោយមិនបានបង់ប្រាក់ឲ្យទៅកាន់ម្ចាស់តូបឡើយក្រុមបពពួករបស់អាខ្ជូងវាក៏បានដើរកាត់ផ្ទះរបស់លោកមេភូមិត្រឡប់ទៅកន្លែងរបស់ពវាស្នាក់នៅវិញផងដែរពេលដែលដល់មុខផ្ទះរបស់លោកមេភូមិវាក៏បានសម្លឹងមើលទៅក្នុងផ្ទះរបស់លោកមេភូមិពេលហ្នឹងក៏ឃើញថាលោកមេភូមិកំពុងតែអង្គុយនិយាយជាមួយនឹងពីរអ្នកឪពុកកូននីកែវនិងពិសីនឹងឯងហើយអាខ្ជូងក៏បានដើរផុតពីផ្ទះរបស់លោកមេភូមិតែម្ដងទៅក្រឡេកមកមើលនីកែវនិងពិសីដែលកំពុងតែនៅក្នុងផ្ទះរបស់លោកមេភូមិឯនេះវិញអ្នកទាំង3អង្គុយពិភាក្សាគ្នានីកែវក៏និយាយឡើងថាលោកមេភូមិនៅក្នុងភូមិនេះខ្ញុំឮអ្នកភូមិនិយាយថាមានបពពួកមួយក្រុមដែលតែងតែធ្វើបាប
ធ្វើទុកបំណិញទៅដល់អ្នកភូមិតែងតែលួចឆក់ប្លន់រហូតដល់កាប់សម្លាប់អ្នកភូមិថែមទៀតហេតុអ្វីបានជាលោកមេភូមិមិនជួយដោះស្រាយឲ្យអ្នកភូមិចឹងលោកមេភូមិគាត់ក៏ក្រវិក្បាលទឹកមុខរបស់គាត់ទម្លាក់ចោលបន្តិចហាក់បីដូចជាកំពុងតែពិបាកចិត្តនឹងរឿងនឹងចឹងលោកមេភូមិក៏បានតបទៅវិញថាលោកប្អូនអើយឲ្យខ្ញុំធ្វើយ៉ាងម៉េចបើពួកវាទាំងអស់នោះមានគ្រូអាគមខ្មៅចាំជួយគេពីក្រោយខ្នងទោះបីជាខ្ញុំខំព្យាយាមប្រមូលកម្លាំងចាំចាត់ការពួកគេទាំងអស់គ្នានឹងក៏ដោយក៏ប៉ុន្តែมันអាចចាត់ការទៅលើពួកគេបាននោះឡើយមិនដឹងថាពួកគេមានអានុភាពអ្វីខ្លះចាំជួយការពារនោះទេនៅពេលហ្នឹងពិសីដែលជាក្មេងស្រីល្អិតបាននិយាយឡើងទៅកាន់លោកមេភូមិថាអញ្ចឹងលោកអ៊ំមេភូមិឲ្យពួកខ្ញុំពីអ្នកឧបកូននៅជួយអ្នកភូមិនៅទីនេះទៅណានៅពេលដែលលោកមេភូមិបានលើពិសីនិយាយបែបហ្នឹងលោកមេភូមិក៏បានសម្លឹងមើលទៅកាន់ពិសីរួចក៏និយាយឡើងថាណែក្មួយស្រីពួកគេទាំងនោះគឺជាក្រុមចោរហើយមានគ្រូអាគមនៅពីក្រោយខ្នងទៀតណាយើងមិនអាចចេះតែថាចាត់ការពួកគេគឺចាត់ការបាននោះទេណាក្មួយស្រីហើយណាមួយក្មួយគឺជាមនុស្សស្រីថែមទៀតតើទៅចាត់ការពួកគេទាំងអស់នោះដោយយ៉ាងណាទៅនៅពេលដែលនាយកែវបានឮលោកមេភូមិនិយាយបែបហ្នឹងនាយកែវក៏បានញញឹមរួចក៏និយាយទៅកាន់លោកមេភូមិវិញថាមិនអីទេណាលោកបងមេភូមិកូនស្រីរបស់ខ្ញុំនិយាយត្រង់បែបហ្នឹងឯងហើយបើសិនជាលោកបងអនុញ្ញាតឲ្យពួកខ្ញុំទាំងពីរអ្នកឪពុកកូននេះនៅជួយដល់អ្នកភូមិដែលរស់នៅក្នុងភូមិរបស់លោកមេភូមិនេះលោកមេភូមិប្រាប់ពួកខ្ញុំមកលោកមេភូមិក៏បានបើកភ្នែកធំរួចក៏និយាយទាំងត្រហេបត្រហបថាពិតមែនក៏អីលោកប្អូនតើលោកប្អូនអាចជួយសង្គ្រោះភូមិរបស់ខ្ញុំក៏ដូចជាជួយសង្គ្រោះអ្នកភូមិនៅទីនេះបានពិតមែនអីបើសិនដូច្នោះមែនសូមលោកប្អូននិងក្មួយស្រីស្នាក់នៅផ្ទះរបស់ខ្ញុំតែម្ដងទៅណាខ្ញុំនឹងរៀបចំកន្លែងសម្រាប់អ្នកទាំងពីរសម្រាប់នៅពេលដែលពួកគាត់ទាំង3នាក់កំពុងតែនិយាយគ្នានឹងស្រាប់តែមានអ្នកកំឡោះម្នាក់ដែលបានដើរចូលមកមាននោះគឺជាកូនរបស់លោកមេភូមិនឹងឯងគេមានឈ្មោះថាត្រាដែលជាកូនប្រុសតែម្នាក់គាត់របស់លោកមេភូមិហើយប្រាប់បងប្អូនថាលោកមេភូមិនឹងមានឈ្មោះថាលោកមេភូមិអានហើយភូមិរបស់គាត់គ្រប់គ្រងកំពុងតែមានរឿងនឹងគឺជាភូមិទួលថ្នោតនៅពេលដែលត្រាដែលជាកូនប្រុសរបស់លោកមេភូមិបានដើរចូលមកគេក៏ក្រឡេកភ្នែកឆ្វាច់ក៏ឃើញកញ្ញាពិសីកំពុងតែអង្គុយទល់មុខជាមួយនឹងឪពុករបស់គេនៅពេលហ្នឹងអ្នកកំឡោះត្រាក៏មានអារម្មណ៍ថាចាប់ចិត្តជាមួយនឹងពិសីខ្លាំងសម្បើមណាស់គេមើលពិសីមិនដាក់ភ្នែកនោះទេរហូតតតែលោកមេភូមិអានបានស្រែកហៅគេឲ្យភ្ញាក់ដឹងខ្លួនណែកូនប្រុសតើឯងទៅតែមកពីណាហើយសម្លឹងមើលអីហ្នឹងឡើងផ្លឹកដូចនេះឆាប់ជម្រាបសួរទៅកាន់អ្នកទាំងពីរទៅណានៅពេលហ្នឹងអ្នកកំឡោះត្រាក៏បានលើកដៃសំពះទៅកាន់នាយកែវហើយនឹងកញ្ញាពិសីបន្ទាប់ពីហ្នឹងលោកមេភូមិអានក៏បាននិយាយទៅកាន់នាយកែវនិងកញ្ញាពិសីថាតាមការពិតទៅកូនប្រុសរបស់ខ្ញុំនេះគេក៏ហាត់រៀននៅមុនអាគមខ្លះដែរក៏ប៉ុន្តែមន្តអាគមរបស់គេអាចត្រឹមតែការពារខ្លួនបានតែប៉ុណ្ណោះមិនខ្លាំងក្លាពូកែហើយនឹងមិនមានសមត្ថភាពឯណាទៅចាត់ការនឹងទប់ទល់ជាមួយគ្រូអាគមដែលនៅពីក្រោយខ្នងរបស់ក្រុមចៅទាំងអស់នោះទេនាយកែវឮលោកមេភូមិនិយាយបែបហ្នឹងនាយកែវក៏បានតបវិញថាមិនអីនោះទេណាលោកបងមេភូមិទុករឿងនេះឲ្យពួកខ្ញុំពីអ្នកឪពុកកូនចាត់ការទៅចោះណានៅយប់នេះពួកខ្ញុំទាំងពីរនាក់នឹងលេងឲ្យអស់ដៃតែម្ដងក្រឡេកទៅមើលកញ្ញាពិសីវិញហាក់បីដូចជាកំពុងតែមិនពេញចិត្តជាមួយនឹងអត្តចរិតរបស់កំឡោះត្រារបស់យើងតលតែសោះកញ្ញាពិសីបានសម្លឹងមើលលើមើលក្រោមទៅកាន់កំឡោះត្រាប៉ុន្តែកំឡោះត្រានោះក៏ខូចដែរធ្វើមុខឆ្ពេចឆ្ពោចហាក់បីដូចជាកំពុងតែលើបលោជាមួយនឹងកញ្ញាពិសីធ្វើឲ្យកញ្ញាពិសីខឹងចឹងបន្ទាប់ពីពួកគាត់ទាំងអស់គ្នាបានពិភាក្សាគ្នារួចលោកមេភូមិអានក៏បាននិយាយទៅកាន់កូនប្រុសរបស់គាត់ថាណែកូនប្រុសឯងទៅរៀបចំផ្ទះនៅចំហៀងផ្ទះរបស់យើងនោះដើម្បីឲ្យពួកគាត់ទាំងពីរនាក់សម្រាកទៅណាហើយឯងដឹកសេះរបស់ពួកគាត់ទាំងពីរនេះយកទៅចងឲ្យស៊ីស្មៅនៅខាងក្រោយផ្ទះផង
នៅពេលដែលលឺឪពុករបស់គេប្រើភ្លាមកំឡោះត្រាក៏បានដឹកសេះទាំងពីរក្បាលយកទៅចងឲ្យស៊ីស្មៅនៅខាងក្រោយផ្ទះរបស់លោកមេភូមិតែម្ដងហើយបន្ទាប់មកកំឡោះត្រាក៏បានទៅរៀបចំផ្ទះតូចនៅឯចំហៀងក្បែរផ្ទះធំរបស់គេនឹងដើម្បីឲ្យនាយកែវនិងកញ្ញាពិសីបានសម្រាកតែម្ដងលុះល្ងាចបន្តិចអ៊ំស្រីនួនដែលត្រូវជាប្រពន្ធរបស់លោកមេភូមិអានហើយក៏ត្រូវជាម្ដាយរបស់អ្នកកំឡោះត្រានោះផងដែរគាត់ក៏បានរៀបចំបាយម្ហូបរួចរាល់នៅក្រែខាងមុខផ្ទះហើយក៏បានហៅនាយកែវនិងពិសីមកអង្គុយហូបបាយជុំគ្នានៅពីមុខផ្ទះនឹងតែម្ដងមកនិយាយពីក្រុមរបស់អាខ្ជូងវិញពេលនេះក្រុមរបស់គេកំពុងតែអង្គុយនៅផ្ទះឈើមួយខ្នងដែលមានទំហំមិនធំប៉ុន្មាននោះទេហើយពួកគេទាំងអស់នោះកំពុងតែអង្គុយនិយាយជាមួយនឹងបរិសចំណាស់ម្នាក់ដែលមើលទៅមកគួរឲ្យខ្លាចហើយនៅលើដងខ្លួនរបស់បរិសចំណាស់ម្នាក់ហ្នឹងសុទ្ធតែសាក់ពេញដៃពេញជើងពេញខ្លួនតែម្ដងនៅខណៈពេលនឹងផងដែរឃើញអាខ្ជូងកំពុងតែនិយាយទៅកាន់បរិសចំណាស់ម្នាក់នឹងថាលោកគ្រូនៅថ្ងៃនេះខ្ញុំមានអារម្មណ៍ហាក់បីដូចជាមិនស្ងប់ចិត្តតទៅសោះចាប់តាំងពីខ្ញុំបានឃើញពីអ្នកឪពុកកូនរបស់គេនោះមកខ្ញុំមានអារម្មណ៍ដូចជាមិនស្រួលតទៅសោះលោកគ្រូតើពួកយើងអាចមានរឿងអ្វីកើតឡើងដែរឬទេនៅពេលហ្នឹងបរិសចំណាស់ម្នាក់ហ្នឹងក៏បានតបទៅអាខ្ជូងវិញថាមិនអីនោះទេណាខ្ជូងឯងធ្វើចុះដោយស្ងប់ទៅព្រោះឯងគឺជាកំពូលមេចៅហើយឯងមានអារម្មណ៍ភ័យខ្លាចបែបហ្នឹងតើឲ្យកូនចៅរបស់ឯងគេទុកចិត្តទៅលើឯងយ៉ាងម៉េចទៅធ្វើចុះដោយស្ងប់ទៅគ្មានអ្វីមករារាំងពួកយើងទាំងអស់គ្នាបាននោះទេណាបើមានបញ្ហាអ្វីយើងនឹងជួយដោះស្រាយឯងជាមិនខានឯងកុំបាច់ភ័យអីពេលហ្នឹងអាខ្ជូងក៏បានតបទៅបរិសចំណាំអ្នកនឹងវិញថាក៏ប៉ុន្តែលោកគ្រូខ្ញុំបានឃើញពីអ្នកគេនឹងដូចជាមិនមែនជាមនុស្សធម្មតានោះទេពួកគេទាំងពីរនាក់ហាក់បីដូចជាមិនមានការខ្លាចរអាជាមួយនឹងពួកខ្ញុំតលតែសោះខ្ញុំខ្លាចតែពួកគេទាំងពីរនាក់នឹងគឺជាគ្រូអាគមក៏មិនដឹងពេលហ្នឹងបរិសចំណាំអ្នកនឹងក៏បានសម្លឹងមើលទៅកាន់មុខរបស់នីខ្ជូហើយក៏បានតបទៅសំឡេងធ្ងន់ថាយើងប្រាប់ថាមិនអីនោះទេគ្មានគ្រូអាគមណាម្នាក់អាចយកឈ្នះយើងបាននោះទេឯងឈប់គិតច្រើនហើយកុំបារម្ភខ្លាំងពេកអីណាបរិសចំណាស់ដែលមានសាក់ពេញខ្លួននឹងគឺជាគ្រូអាគមម្នាក់ដែលតែងតែនៅពីក្រោយខ្នងរបស់ក្រុមអាខ្ជូងនេះឯងគាត់នឹងមានឈ្មោះថាលោកគ្រូតាវមុនអាគមរបស់គាត់មិនណយនោះទេគាត់តែងតែចាត់ការគ្រូអាគមណាដែលតែងតែចូលមកពាក់ព័ន្ធឬក៏ចូលមកធ្វើបាបក្រុមរបស់អាខ្ជូងនេះឯងអាខ្ជូងហើយនឹងបាក់ពួកគេទាំងអស់គ្នាមិនបានធ្វើដំណើរចាក់ចេញពីផ្ទះរបស់លោកគ្រូតាវនឹងត្រឡប់ទៅផ្ទះរបស់ពួកគេវិញនោះទេនិយាយទៅផ្ទះរបស់ពួកគេនៅខាងមុខចំណែកផ្ទះរបស់គ្រូតាវនឹងនៅខាងក្រោយហើយនៅលើដីតែមួយនោះទេបើនិយាយពីចម្ងាយពីផ្ទះរបស់អ្នកស្រុកអ្នកភូមិមកផ្ទះរបស់ពួកគេគឺមានចម្ងាយប្រហែលជាខ្ទង់1គីឡូអីដែរនិយាយទៅពួកគេទាំងអស់គ្នានឹងនៅឆ្ងាយពីផ្ទះរបស់អ្នកស្រុកអ្នកភូមិសម្បើមខ្លាំងណាស់មិនហ៊ាននៅក្បែរភូមិនោះទេក្រឡេកមកមើលនៅក្នុងភូមិឯនេះវិញលុះល្ងាចបន្តិចឃើញលោកមេភូមិអានគាត់បានដើរប្រាប់អ្នកស្រុកអ្នកភូមិទាំងអស់គ្នាឲ្យឆាប់ចូលទៅសម្រាកនៅក្នុងផ្ទះទៅទោះបីជាមានរឿងអ្វីកើតឡើងក៏ដោយក៏មិនត្រូវចាក់ចេញពីផ្ទះសម្បែងដែរដោយសារតែវាមានគ្រោះថ្នាក់សម្បើមខ្លាំងណាស់លុះព្រះអាទិត្យចាប់ផ្ដើមលិចផុតពន្លឺបាត់ទៅស្រមោលព្រះខែក៏បានរះឡើងនៅពេលហ្នឹងគឺជាខែពេញបរមីពន្លឺព្រះខែភ្លឺត្រចះត្រចង់ពេញមេឃតែម្ដងក្រឡេកមកមើលស្រីក្រមុំរបស់យើងវិញនៅពេលហ្នឹងនាងក៏បានទៅអង្គុយក្បែរផ្ទះរបស់លោកមេភូមិសម្លឹងមើលទៅកាន់លើមេឃមើលវងតារាតូចធំកំពុងតែរះភ្លុបភ្លេតពន្លឺចែងចាំងគួរឲ្យកូចគុណស្របពេលនឹងផងដែរកំឡោះភក្ត្រាដែលជាកូនរបស់លោកមេភូមិអានឃើញស្រីក្រមុំអង្គុយត្រមងត្រមោចបែបនឹងតែម្នាក់ឯងកំឡោះភក្ត្រាយើងក៏បានដើរចូលទៅហើយគេក៏បាននិយាយឡើងថាណែអ្នកនាងហេតុអីបានជាអង្គុយត្រមងត្រមោចហាក់បីដូចជាកំសត់សម្បើមម្លេះតើកំពុងតែដឹកអ្នកណាគេមែនទេស្រីក្រមុំនាងក៏បានបែរសម្លឹងមើលទៅមុខរបស់កំឡោះត្រាហើយនាងក៏បានតបវិញថាខ្ញុំមិនបាននឹកអ្នកណានោះទេគឺនឹក
ម្ដាយនិងជីតានិងលោកយាយរបស់ខ្ញុំនៅឯស្រុកឯណោះខ្ញុំមិនដែលចាក់ចេញឆ្ងាយពីពួកគាត់ឡើយតែលើកនេះខ្ញុំបានចាក់ចេញពីពួកគាត់ឆ្ងាយណាស់នៅពេលដែលកំឡោះត្រាបានលើស្រីក្រមុំឆ្លើយតបបែបហ្នឹងគេក៏បានដាក់គូនអង្គុយនៅក្បែរស្រីក្រមុំរួចក៏ចាប់ផ្ដើមនិយាយគ្នាហើយអ្នកទាំងពីរក៏ចាប់ផ្ដើមយល់ចិត្តគ្នាតែម្ដងនៅគ្រានឹងទៅអ្នកទាំងពីរកំពុងតែអង្គុយនិយាយគ្នាសុកក៏ឮសំឡេងនាយកែវដែលជាឪពុកស្រែកហៅពិសីនាងក្រមុំគ្រាន់តែឮសំឡេងឪពុកស្រែកហៅរោភ្លាមនាងក្រមុំក៏ប្រញាប់ប្រញាល់ដើរសំដៅឆ្ពោះទៅរកឪពុកតែម្ដងពេលដែលទៅដល់ឃើញឪពុកកំពុងតែអង្គុយនៅជាមួយនឹងលោកមេភូមិអានពេលហ្នឹងស្រីក្រមុំក៏បានសួរទៅកាន់នាយកែវថាពុកតើពុកហៅខ្ញុំមកមានការអីពុកពេលហ្នឹងនាយកែវក៏បាននិយាយថានៅពេលនេះគឺដល់ម៉ោងហើយណាកូនតិចទៀតហ្នឹងប្រកាសជាពួកវាចេញមកលួចប្លន់គោក្របីរបស់អ្នកភូមិទៀតជាមិនខានឯងប្រញាប់ទៅរៀបចំសម្ភារៈនិងប្រដាប់ប្រដាហើយរបស់របរដែលយើងត្រូវប្រើប្រាស់ទៅណាពេលដែលឮឪពុកនិយាយបែបហ្នឹងហើយស្រីក្រមុំនាងក៏ប្រញាប់ប្រញាល់ដើរសំដៅទៅរកផ្ទះតូចដែលលោកមេភូមិបានឲ្យកំឡោះត្រាទៅរៀបចំឲ្យអ្នកទាំងពីរសម្រាប់នោះភ្លេតហើយចំណែកកំឡោះត្រាក៏បានដើរតាមពីក្រោយនាងក្រមុំផងដែរមិនយូរប៉ុន្មាននៅម៉ោងប្រហែលជាខ្ទង់9កន្លះទៅ10អីហ្នឹងស្រាប់តែឮសំឡេងឆ្កែព្រុសតាំងពីដើមភូមិមកម្លេះគ្រាន់តែអ្នកទាំងអស់គ្នាបានឮសំឡេងឆ្កែព្រុសបែបហ្នឹងភ្លាមនេះកែវក៏បាននិយាយទៅកាន់លោកមេភូមិថានៅលបងមេភូមិឆាប់ចូលទៅក្នុងផ្ទះទៅណាបើសិនជាឮសំឡេងអ្វីប្លែកសូមមេត្តាលោកបងកុំបើកទ្វារចេញមកខាងក្រៅឲ្យសោះណាលោកមេភូមិនិងកំឡោះត្រាក៏បានចូលទៅក្នុងផ្ទះបាត់ទៅប៉ុន្តែកំឡោះត្រាចិត្តនៅមិនស្ងប់នោះទេដោយសារតែការព្រួយបារម្ភពីពិសីចំណែកឯនាយកែវរួមទាំងកូនស្រីរបស់គាត់ក៏បានដើរចាក់ចេញពីផ្ទះរបស់លោកមេភូមិតែម្ដងពេលដែលពីអ្នកឪពុកកូនបានដើរចាក់ចេញផុតពីផ្ទះរបស់លោកមេភូមិអ្នកទាំងពីរក៏បានទៅពួនសំងំលាក់ខ្លួននៅក្បែរដើមឈើធំមួយនៅមិនឆ្ងាយប៉ុន្មានពីផ្ទះរបស់លោកមេភូមិអាននោះទេបន្តិចក្រោយមកស្រាប់តែបានឃើញមនុស្សមួយក្រុមមានគ្នាប្រមាណជា10នាក់ជាងបានដើរបិទមុខចូលទៅក្នុងភូមិតែម្ដងកាន់មុខផ្ទះរបស់លោកមេភូមិទៀតមើលទៅពួកគេហាក់បីដូចជាមិនខ្លាចញញើតជាមួយនឹងលោកមេភូមិនៅភូមិនេះសោះពួកគេទាំងអស់គ្នានឹងបានដើរកាន់នៅដើមឈើធំដែលនាយកែវនិងពិសីបានលាក់ខ្លួននៅពីក្រោយហើយបន្ទាប់មកអ្នកទាំងអស់គ្នានឹងបានដើរសំដៅទៅផ្ទះមួយខ្នងដែលមានទំហំធំល្មមហើយផ្ទះនឹងទៀតសោតមានចិញ្ចឹមសត្វគោនិងសត្វក្របីជាច្រើនផងដែរមិនក្រោម10ក្បាលនោះទេមើលទៅចំណែកឯឆ្កែនៅក្នុងភូមិវាប្រឹងព្រុសផងលូផងឲ្យត្រហឹងពេញភូមិតែម្ដងហើយសម្លឹងមើលទៅកាន់ផ្ទះរបស់អ្នកភូមិនីមួយៗគ្មានអ្នកណាម្នាក់ហ៊ានបើកភ្លើងឬក៏ចោះចាក់ចេញពីផ្ទះសោះឡើយចំណែកកូនចៅរបស់អាខ្ជូងពេលដែលដើរទៅដល់ផ្ទះនឹងហើយគេបានបញ្ជាឲ្យកូនចៅរបស់គេស្រែកគោស្រែកក្របីដឹកចេញពីរោងក្រោលអស់តែម្ដងមើលទៅម្ចាស់គោក្របីទាំងអស់នឹងមិនមែនគេមិនដឹងនោះទេគេដឹងដែរប៉ុន្តែមិនដឹងថាគួរតែធ្វើយ៉ាងណានោះទេបើសិនជាចោះទៅហាមឃាត់ពួកវាប្រកាសជាបងជីវិតជាមិនខានដូច្នេះហើយមានតែសំងំនៅក្នុងផ្ទះតែប៉ុណ្ណោះគ្រាន់តែកូនចៅរបស់អាខ្ជូងបានដឹកគោក្របីផុតពីផ្ទះរបស់អ្នកភូមិនឹងបានបន្តិចស្រាប់តែនាយកែវនិងពិសីក៏បានបង្ហាញខ្លួនចេញពីគល់ឈើនឹងតែម្ដងហើយពីអ្នកឪពុកកូនក៏បានឈរកាក់មុខរបស់អ្នកទាំងអស់គ្នានោះកូនចៅរបស់អាខ្ជូងគ្មានខ្លាចរអានិងញញើតចំពោះនាយកែវនិងពិសីនោះទេដោយសារតែពួកគេគិតថាឪពុកកូននេះត្រឹមតែជាមនុស្សធម្មតាតែប៉ុណ្ណោះនាយកែវនិងពិសីគេមិនបានទៅនិយាយស្ដីអីនឹងរំតែតប៉ែជាមួយនឹងពួកអាក្រុមចោរទាំងអស់នឹងនោះទេពិសីគេក៏បានលើកដៃប្រណម្យហើយក៏បានសូននៅអាគមដែលនាងចាំចេះហើយចំណែកឯនាយកែវវិញគេក៏បានលើកដៃប្រណម្យសូននៅមន្តអាគមរបស់គេដូចគ្នាមួយសន្ទុះក្រោយមកពិសីគេក៏បានបោះអ្វីមួយទៅ
ទៅលើដីហើយស្រាប់តែពេលនោះផងដែរវាក៏បានលេចឡើងជាគោអាគមមួយក្បាលឡើងធំភ្នែកវាឡើងពណ៌ខៀវស្រងាត់ហើយមានពន្លឺចាំងជះចេញពីរូបរាងកាយរបស់គោមួយក្បាលនឹងផងដែរបន្ទាប់ពីនឹងពិសីនាងក៏បាននិយាយទៅកាន់គោដែលបានកើតពីមន្តអាគមរបស់នាងបានសូនមិញនឹងថាអ្នកអាកូនឯងឆាប់ទៅចាត់ការពួកវាទាំងអស់គ្នានោះទៅណាពួកអាមនុស្សចង្រៃនេះទុកក៏មិនចំណេញដកចេញក៏មិនខាតដែរក្រោយពីនិយាយចប់គោរបស់ពិសីដែលកើតចេញពីមន្តអាគមរបស់ពិសីនឹងវាក៏បានបោលលឿនសម្ដៅទៅរកពួកចៅទាំងអស់នោះចំណែកឯនីកែវវិញក្រោយពីសូត្រដាស់នៅមន្តអាគមរបស់គាត់ចប់គេក៏បានបាចអង្គឡើងទៅលើមេឃស្រាប់តែអង្គទាំងអស់ដែលគេបានបាចទៅលើមេឃនឹងប្រែคล้ายទៅជាវងឃ្មុំឡើងច្រើនកោះកហើយវងឃ្មុំទាំងអស់ហ្នឹងវាក៏បានហោះសម្ដៅទៅរកតិចក្រុមចៅទាំងអស់នោះភ្លាមតែម្ដងក្រឡេកទៅមើលកូនចៅរបស់អាខ្ជូងនៅពេលនេះអាខ្លះវាកំពុងតែរត់គេចពីគោអាគមរបស់ពិសីអាខ្លះវាកំពុងតែប្រកាច់ប្រកិនដោយសារតែហ្វូងឃ្មុំរបស់នេកែវបានហោះទៅតិចពួកវាយ៉ាងព្រៃផ្សៃមើលទៅអាខ្ជូងវាកំពុងតែឈរលើកដៃប្រណម្យហាក់បីដូចជាកំពុងតែសូត្រនៅមន្តអាគមគាថារបស់វាអញ្ចឹងចង់បញ្ជាក់ប្រាប់បងប្អូនអ្នកគ្នាថាអាខ្ជូងវាមិនមែនជាមនុស្សទំលងមូលនោះទេវាបានរៀននៅមន្តអាគមខ្លះពីគ្រូដែលជាខ្នងបង្អែកវាគឺជាគ្រូតោនឹងឯងបន្ទាប់មកក៏ស្រាប់តែលេចចេញរូបរាងសត្វក្របីខ្មៅឃ្លិចស្នែងវែងនៅចំពោះមុខរបស់អាខ្ជូងពេលហ្នឹងក្របីដែលកើតចេញពីមន្តអាគមខ្មៅរបស់អាខ្ជូងវាបានរត់ទៅបុកនឹងសត្វគោដែលកើតចេញពីមន្តអាគមរបស់ពិសីនឹងពេញមួយទំហឹងធ្វើឲ្យគោអាគមរបស់ពិសីខ្ទាតទៅជ្រុងម្ខាងប៉ុន្តែវាមិនមានរបួសឬក៏ខូចខាតអ្វីនោះឡើយគោអាគមរបស់ពិសីបានបែរមកប្រយុទ្ធជាមួយនឹងក្របីខ្មៅឃ្លិចរបស់អាខ្ជូងមិនដំបូងមើលទៅក្របីដ៏ខ្មៅឃ្លិចរបស់អាខ្ជូងនឹងវាហាក់បីដូចជាមានព្រៀបទៅលើគោអាគមរបស់ពិសីខ្លាំងណាស់ធ្វើឲ្យគោរបស់ពិសីនឹងវាបាក់កម្លាំងខ្លាំងមែនទែនពេលដែលប្រយុទ្ធគ្នាបានមួយសន្ទុះទៀតគោអាគមរបស់ពិសីចាប់ផ្ដើមមានព្រៀបទៅលើអាក្របីខ្មៅរបស់អាខ្ជូងនឹងវិញតែម្ដងដោយសារតែអនុភាពរបស់នីកែវដែលជាឪពុកបានសូត្រមន្តអាគមបន្ថែមដាក់ទៅលើគោអាគមរបស់កូនស្រីគាត់នៅពេលដែលគោអាគមរបស់ពិសីបានចាត់ការទៅលើក្របីខ្មៅរបស់អាខ្ជូងហើយស្រាប់តែភ្លាមនោះគ្រូតោក៏បានធ្វើដំណើរចូលមកដល់មើលទៅគ្រូតោនេះធ្វើដំណើរលឿនខ្លាំងសម្បើមណាស់ហាក់បីដូចជាខ្យល់ព្យុះឃើញតែស្រមោលតិចតួចតែប៉ុណ្ណោះពេលដែលមកដល់ភ្លាមគ្រូតោនឹងក៏ចាប់ផ្ដើមសើចខ្លាំងដោយមិននិយាយអ្វីទាំងអស់សូម្បីតែមុខរបស់ខ្ជូងក៏គាត់មិនបានសម្លឹងមើលដែរគាត់មើលតែនីកែវនិងពិសីតែប៉ុណ្ណោះពេលហ្នឹងគ្រូតោក៏ចាប់ផ្ដើមសូត្រនៅមន្តគាថាបាលីរបស់ខ្លួនរំពេចហ្នឹងក៏ស្រាប់តែឃើញផ្សែងហុយចេញពីដៃរបស់គាត់យ៉ាងច្រើនពេលហ្នឹងផ្សែងហ្នឹងវាក៏បានហោព្រាលចុះទៅលើដីបន្ទាប់មកវាក៏បានคล้ายទៅជាព្រីស្រីមួយក្បាលឡើងមុខកញ្ចាស់និយាយទៅមុខអាក្រក់មើលខ្លាំងណាស់សក់ឡើងសំពងកញីកញ្ញាញ់ដោយមិនដែលបានកក់សក់រាប់រយឆ្នាំមកអញ្ចឹងពេលដែលព្រីមួយក្បាលហ្នឹងវាបញ្ចេញរូបរាងមកគ្រូតោក៏បាននិយាយទៅកាន់វាថាណែព្រីរយឆ្នាំឯងទៅចាត់ការពីអ្នកឪកូនវានោះទៅណាបើសិនជាឯងចាត់ការពួកវាទាំងពីរនាក់នឹងបានយើងប្រកាសជាមានរបស់ឆ្ងាញ់ឲ្យឯងស៊ីហើយណាទៅចូលទៅចាត់ការពួកវាទាំងពីរនាក់ឪកូននឹងទៅគ្រាន់តែគ្រូតោនិយាយហើយព្រីរយឆ្នាំរបស់គ្រូតោនឹងវាក៏បានហោះចូលទៅបំបុកនីកែវមុនក៏ប៉ុន្តែជាអកុសលអីព្រីរយឆ្នាំរបស់គ្រូតោនឹងវាហោះមិនទាន់នឹងដល់នីកែវផងនោះក៏ស្រាប់តែសៀមពតសិលរបស់នីកែវបាត់ទៅហើយនីកែវបានវត្តរំពាត់សិលរបស់គេយ៉ាងពេញទំហឹងបណ្ដាលឲ្យនាងព្រីរយឆ្នាំនឹងស្រែកឡើងរំពងមួយសន្ទុះក្រោយមកខ្លួនប្រាណរបស់ព្រាយនឹងវាក៏បានឆាបឆេះភ្លើងឡើងសន្ធោសន្ធៅខ្លាំងជាងភ្លើងដែលជាភ្លើងរបស់វាទៀតបងប្អូនតែងតែដឹងហើយថាព្រាយវាមានភ្លើងរបស់ព្រាយដែរ
ក៏ប៉ុន្តែភ្លើងដែលបានឆេះលើរូបរាងកាយព្រាយរយពាន់ឆ្នាំនេះវាគឺជាភ្លើងអាគមដែលកើតចេញពីអាគមរបស់នាយកែវបន្តិចក្រោយមកព្រាយរយឆ្នាំនឹងក៏បានផ្ទុះខ្លួនបែរជាចម្រៀកហើយក៏មានផ្សែងខ្មៅមួយបានហោះឡើងទៅលើមេឃបាត់ទៅអាខ្ជូងហើយនឹងគ្រូតោបានឃើញដូច្នេះអ្នកទាំងពីរហ្នឹងក៏ក្រឡេកមើលឆ្វេងស្ដាំមកក្រោយបន្ទាប់មកអ្នកទាំងពីរក៏ដាក់មេប្រូចរត់ចាក់ចេញពីទីកន្លែងដែលកំពុងតែប្រយុទ្ធគ្នាជាមួយនឹងនាយកែវហើយនឹងពិសីមិញបាត់ទៅនៅពេលដែលពិសីបានឃើញគ្រូតោនិងអាខ្ជូងបានរត់ចាក់ចេញដើម្បីគេចខ្លួនបែបហ្នឹងពិសីនាងក៏ចង់រត់ទៅតាមដែរប៉ុន្តែនាយកែវបានហាមឃាត់នាងហើយនាយកែវក៏បាននិយាយទៅកាន់ពិសីថាណែកូនស្រីមិនបាច់ទៅតាមពួកវាទាំងពីរនាក់នឹងទេនៅថ្ងៃណាមួយពួកវានឹងត្រឡប់មករកយើងជាមិនខានណានៅពេលដែលលឺឪពុករបស់ខ្លួននិយាយបែបហ្នឹងពិសីនាងក៏បានបែរសម្លឹងមើលទៅកាន់មុខឪពុករួចពិសីក៏បាននិយាយឡើងថាពុកតើហេតុអីបានជាពុកដឹងអញ្ចឹងតើពុកមានទំនាក់ទំនងអ្វីជាមួយនឹងនិយាយមកដល់ប៉ុណ្នេះពិសីគេក៏បានឈប់និយាយភ្លាមព្រោះតែពិសីនាងដឹងអំពីអត្តចរិតរបស់ឪពុកខ្លួនបន្ទាប់មកពីនាងឪពុកកូនក៏បានដើរត្រឡប់ទៅផ្ទះរបស់លោកមេភូមិអានវិញតែម្ដងមួយសន្ទុះក្រោយមកពីនាងឪពុកកូនក៏បានដើរមកដល់ផ្ទះរបស់លោកមេភូមិអានពេលដែលលោកមេភូមិអាននិងក្រុមគ្រួសាររបស់គាត់បានឃើញពីនាងឪពុកកូនបានដើរត្រឡប់មកដល់ផ្ទះវិញលោកមេភូមិអានក៏បានបើកទ្វារហើយចាក់ចេញពីផ្ទះរបស់គាត់សំដៅមករកនាយកែវភ្លេតបន្តិចក្រោយមកក៏ឃើញត្រាដែលជាកូនប្រុសរបស់លោកមេភូមិមកតាមក្រោយដែរលោកមេភូមិបានអង្គុយភ្លេតហើយសួរទៅកាន់នាយកែវថាតើយ៉ាងម៉េចហើយលោកគ្រូតើយ៉ាងម៉េចហើយកំចាត់ពួកវាបានដែរឬក៏អត់ពេលដែលនាយកែវបានឮលោកមេភូមិសួរបែបហ្នឹងនាយកែវក៏បានដកដង្ហើមធំរួចក៏បានតបទៅវិញថាអាម្នាក់ដែលជាមេចៅហើយអាម្នាក់ទៀតគឺជាគ្រូអាគមនោះពួកគេទាំងពីរនាក់បានរត់គេចខ្លួនបាត់ហើយលោកមេភូមិអើយក៏ប៉ុន្តែពួកគេនឹងវិលត្រឡប់មកវិញម្ដងទៀតជាមិនខានព្រោះថាពួកគេគុំនឹងពួកខ្ញុំពីរនាក់ឲ្យកូននេះខ្លាំងណាស់ក្រឡេកទៅមើលត្រាដែលជាកូនប្រុសកំឡោះរបស់លោកមេភូមិអានវិញគេក៏បានទៅអង្គុយក្បែរនឹងពិសីរួចក៏សួរទៅពិសីថាអ្នកនាងតើអ្នកនាងមានរបួសស្នាមអីដែរឬក៏អត់តើអ្នកនាងហត់ទេពេលហ្នឹងពិសីក៏បានក្រវីក្បាលហើយក៏បានតបទៅវិញថាចាខ្ញុំមិនអីនោះទេខ្ញុំមិនហត់នោះទេណាពិសីនិយាយចប់ភ្លាមត្រាគេក៏បានងើបចាក់ចេញពីទីនឹងភ្លេតមួយសន្ទុះក្រោយមកគេក៏បានដើរត្រឡប់មកវិញដោយដៃទាំងសងខាងរបស់គេកាន់ផ្តិលទឹករួចក៏ហុចឲ្យពិសីនិងនាយកែវបន្ទាប់ពីនិយាយគ្នាបានមួយសន្ទុះហើយពួកគាត់ទាំង4នាក់ក៏បានចូលទៅសម្រាកតែម្ដងទៅលុះព្រឹកព្រលឹមឡើងនាយកែវនិងកូនស្រីក៏បានលាលោកមេភូមិទួលថ្នោតនេះដើម្បីធ្វើដំណើរទៅភូមិកូនគ្រៀលដែលជាទិសដៅរបស់អ្នកទាំងពីរតែម្ដងតែមុននឹងចេញដំណើរនាយកែវក៏បាននិយាយទៅកាន់អ៊ំអានដែលជាមេភូមិថាដែលលោកមេភូមិប៉ុន្មានថ្ងៃទៀតហ្នឹងខ្ញុំប្រកាសចិត្តថាពួកវាទាំងពីរនោះនឹងត្រឡប់មកវិញដើម្បីមកសងសឹកជាមិនខានហើយនៅពេលហ្នឹងសូមលោកមេភូមិឲ្យមនុស្សទៅហៅខ្ញុំនៅឯភូមិកូនគ្រៀលទៅណាខ្ញុំនឹងត្រឡប់មកវិញភ្លាមតែម្ដងចាំទុកសម្ដីរបស់ខ្ញុំណានៅពេលដែលឮពាក្យសម្ដីរបស់នាយកែវបែបនេះអ៊ំអានដែលជាមេភូមិគាត់ក៏បានលើកដៃសំពះទៅកាន់នាយកែវចំណែកឯកំឡោះត្រាវិញបានឈរសម្លឹងមើលទៅកាន់ពិសីមិនដាក់ភ្នែកនោះទេរួចក៏និយាយទៅកាន់ពិសីថាអ្នកនាងត្រូវថែរក្សាខ្លួនណាខ្ញុំរងចាំអ្នកនាងនៅទីនេះនៅពេលដែលចាស់ទាំងពីរនាក់បានឮសម្ដីរបស់អ្នកកំឡោះយើងបែបនេះហើយពួកគាត់ទាំងពីរនាក់ក៏នាំគ្នាសម្លឹងមើលទៅកាន់មុខត្រាពេលនឹងត្រាអៀនយ៉ាងខ្លាំងបន្ទាប់មកពីរនាក់ឪពុកកូនក៏បានធ្វើដំណើរជិះខ្សែចាក់ចេញពីផ្ទះរបស់លោកមេភូមិនៅភូមិថ្នោតនេះតែម្ដងបើគិតពីភូមិថ្នោតនេះឆ្ពោះសំដៅទៅរកភូមិកូនគ្រៀលនោះវាមិននៅឆ្ងាយប៉ុន្មានពីគ្នាទៀតនោះទេពួកគាត់ទាំងពីរនាក់ឪពុកកូនបានធ្វើដំណើរអស់រយៈពេលប្រហែលជាកន្លះថ្ងៃទៀតទៅដល់ភូមិកូនគ្រៀលនោះហើយមកនិយាយអំពីអាខ្ជូងនិងគ្រូតើបន្តិច
អ្នកទាំងពីរបានរត់ចូលមកក្នុងព្រៃជ្រៅពួកគេរងរបួសរៀងៗខ្លួនប៉ុន្តែគ្រូតៅរងរបួសតិចតួចនោះទេចំណែកឯអាខ្ជូងវិញវាត្រូវរបួសធ្ងន់ធ្ងរខ្លាំងណាស់ពេលហ្នឹងគ្រូតៅក៏ចាប់ផ្ដើមជួយព្យាបាលឲ្យអាខ្ជូងនៅក្នុងលាងភ្នំមួយអាខ្ជូងវាក៏បាននិយាយឡើងថាលោកគ្រូតើពួកយើងគិតធ្វើយ៉ាងណាទៀតទៅពេលនេះយើងទាំងពីររងរបួសដូចគ្នាចំណែកឯកូនចៅរបស់ខ្ញុំវិញពួកវាងាប់អស់បាត់ទៅហើយគ្រូតៅនោះក៏បានតបទៅវិញថាចាំមើលឯងជារបួសក្រៀមស្រួលបួនបន្តិចសិនចាំពួកយើងចូលទៅចាត់ការពួកវាវិញណាឥឡូវនេះយើងក៏មានរបួសដែរឯងសម្រាប់នៅទីនេះសិនហើយយើងចេញទៅរកថ្នាំបន្តិចពេលហ្នឹងលោកគ្រូតៅមិននិយាយអ្វីតទៀតទេគាត់ក៏បានដើរចាក់ចេញពីលាងភ្នំនោះទៅបាននិយាយអំពីនាយកែវនិងពិសីវិញពេលនេះពីអ្នកឪពុកកូនគេក៏បានធ្វើដំណើរមកដល់ភូមិកូនក្រោលពេលហ្នឹងអ្នកទាំងពីរក៏បានធ្វើដំណើរឆ្ពោះទៅផ្ទះរបស់លោកមេភូមិហើយលោកមេភូមិនៅក្នុងភូមិកូនក្រោលនេះមានឈ្មោះថាអ៊ំដោកពេលដែលពីអ្នកឪពុកកូនបានធ្វើដំណើរចូលទៅដល់ក្នុងផ្ទះរបស់លោកអ៊ំដោកដែលជាមេភូមិកូនក្រោលហើយពួកគាត់ទាំងអស់គ្នាក៏បានអង្គុយនិយាយគ្នាបន្ទាប់មកអ៊ំដោកគាត់ក៏ឲ្យភរិយារបស់គាត់រៀបចំបាយទឹកដើម្បីទទួលអ្នកទាំងពីរក្រោយពីបាយទឹករួចរាល់ពួកគាត់ក៏អង្គុយពិភាក្សាគ្នានាយកែវក៏បានសួរទៅកាន់អ៊ំដោកថាណែលោកពូមេភូមិតើលោកពូមេភូមិឲ្យមនុស្សទៅហៅខ្ញុំមានរឿងអ្វីទៅនៅក្នុងភូមិនេះតើមានរឿងអ្វីកើតឡើងមែនទេពេលហ្នឹងអ៊ំដោកក៏បានងក់ក្បាលរួចគាត់ក៏ទម្លាក់ទឹកមុខបន្តិចហើយក៏បានតបទៅនាយកែវវិញថាពិតមែនហើយលោកគ្រូនៅក្នុងភូមិរបស់ខ្ញុំនេះរយៈពេលជាង2ខែទៅហើយមានមនុស្សស្លាប់ដោយមិនដឹងមូលហេតុតទៅសោះហើយអ្នកភូមិជំពាក់បំណុលរបស់ដង្ខៅម្នាក់នៅក្នុងភូមិនេះក៏ច្រើនកាក់កបណាស់ទៅហើយនិយាយទៅស្ទើរតែពេញតែភូមិតែម្ដងដែលជាប់បំណុលជាមួយនឹងដង្ខៅម្នាក់នឹងពេលឮបែបហ្នឹងនាយកែវក៏បានសួរទៅកាន់អ៊ំដោកថាតើមូលហេតុអ្វីទៅបានជាអ្នកភូមិទាំងអស់ហ្នឹងនាំគ្នាទៅជំពាក់បំណុលរបស់ដង្ខៅម្នាក់នឹងបានយ៉ាងម៉េចទៅលោកពូតើលោកពូប្រាប់ខ្ញុំបានទេនៅពេលដែលឮនាយកែវសួរបែបហ្នឹងមេភូមិក៏បានតបទៅវិញថាដោយសារតែអ្នកភូមិធ្លាក់ខ្លួនឈឺជាបន្តបន្ទាប់ពីមួយគ្រួសារទៅមួយគ្រួសារដោយសារតែអ្នកភូមិមិនមានប្រាក់ដើម្បីហៅគ្រូពេទ្យមកព្យាបាលដូច្នេះហើយអ្នកភូមិក៏នាំគ្នាទៅខ្ចីបំណុលរបស់ដង្ខៅនឹងតែម្ដងដើម្បីយកឲ្យគ្រូម្នាក់ព្យាបាលពួកគេទាំងអស់គ្នាពេលដែលឮបែបហ្នឹងនាយកែវក៏បានសួរទៅកាន់មេភូមិបន្តថាតើគ្រូម្នាក់ហ្នឹងគឺជាអ្នកណាទៅលោកពូអាចប្រាប់ខ្ញុំឲ្យច្បាស់បន្តិចបានទេមេភូមិក៏បានតបវិញថាពិតជាបានគ្រូម្នាក់នឹងគេស្នាក់នៅផ្ទះរបស់ដង្ខៅយើងនឹងឯងលោកគ្រូហើយគ្រូម្នាក់នឹងគឺជាគ្រូអាគមថែមទៀតផងព្រោះថាតាំងពីគេចូលមករស់នៅក្នុងភូមិនេះអ្នកភូមិក៏ចាប់ផ្ដើមធ្លាក់ខ្លួនឈឺតែម្ដងក៏ប៉ុន្តែគ្មានអ្វីជាសំអាងនឹងចាប់ប្រកាន់ទៅលើពួកគេនោះទេគ្រាន់តែឮបែបនឹងភ្លាមនាយកែវក៏ដឹងថានេះគឺជាល្បិចរបស់ដង្ខៅយឿននឹងបាត់ទៅហើយនៅពេលដែលអ្នកទាំង3កំពុងតែអង្គុយជជែកគ្នានោះស្រាប់តែអ្នកភូមិ2នាក់បានរត់មកទាំងត្រហេបត្រហបរួចក៏បានស្រែកទៅលោកមេភូមិថាលោកមេភូមិជួយកូនខ្ញុំផងលោកមេភូមិអើយជួយកូនខ្ញុំផងនៅពេលនេះកូនខ្ញុំពិបាកក្នុងខ្លួនខ្លាំងណាស់គេចេះតែប្រកាច់ប្រកិនពេញតែផ្ទះតែម្ដងហើយក្តៅខ្លួនខ្លាំងថែមទៀតគ្រាន់តែឮបែបនឹងភ្លាមលោកមេភូមិគាត់ក៏បានក្រោកឈរភ្លេតហើយចំណែកឯនាយកែវនិងពិសីវិញក៏បានក្រោកឈរដូចគ្នាបន្ទាប់មកអ្នកទាំង3ក៏បានធ្វើដំណើរទៅជាមួយនឹងអ្នកភូមិទាំងពីរដែលមករកពួកគាត់នោះគ្រាន់តែនាយកែវនិងពិសីបានធ្វើដំណើរទៅដល់ផ្ទះអ្នកភូមិអ្នកនឹងភ្លាមគេក៏បានពិនិត្យឃើញថាកូនរបស់អ្នកភូមិនឹងមិនមែនមានជំងឺអីនោះទេតាមការពិតទៅគេត្រូវអំពើអំព័ន្ធដោយសារតែខ្មោចព្រាយធ្វើតែប៉ុណ្ណោះនៅពេលហ្នឹងនាយកែវក៏បាននិយាយទៅកាន់មេភូមិថាលោកមេភូមិឲ្យម្ដាយឪពុករបស់ក្មេងម្នាក់ហ្នឹងចាប់ដៃចាប់ជើងគេឲ្យជាប់នេះមិនមែនជាជំងឺនោះទេនេះគឺជាអំពើអំព័ន្ធដែលខ្មោចព្រាយធ្វើតែប៉ុណ្ណោះមើលទៅប្រហែលជាមានគ្រូណាម្នាក់ប្រើឲ្យពួកវាមកធ្វើបាបអ្នកស្រុកអ្នកភូមិនៅទីនេះហើយបន្ទាប់ពីនិយាយហើយនាយកែវក៏បានដើរទៅចិត្ត
ក្មេងប្រុសម្នាក់ដែលកំពុងតែប្រកាច់ប្រកិនត្រូវឪពុកម្ដាយចាប់ជើងដៃជាប់នឹងក៏បានសូត្រនៅមន្តគាថាអាគមរួចក៏យកដៃទៅសង្កត់ក្បាលក្មេងម្នាក់នឹងថើបន្ទាប់មកក្មេងប្រុសម្នាក់នឹងស្រែកលឺខ្លាំងសម្បើមណាស់ប៉ុន្តែសំឡេងដែលបានស្រែកចេញមកនឹងមិនមែនជាសំឡេងក្មេងម្នាក់នឹងនោះទេគឺជាសំឡេងមនុស្សស្រីចំណាស់ម្នាក់បានស្រែកឡើងថាអូយក្តៅណាស់អូយក្តៅណាស់អូយក្តៅណាស់កុំធ្វើបាបខ្ញុំអីខ្ញុំធ្វើតាមគេបញ្ជាមកទេនៅពេលហ្នឹងស្រាប់តែស្ងាត់សំឡេងនឹងវិញក្មេងម្នាក់ហ្នឹងក៏បានសន្លប់បាត់មាត់ស្ដោកស្ដឹងតែម្ដងបន្ទាប់ពីនឹងទៀតនាយកែវក៏បានយកអំបោះខ្សែសីមាចេញពីថងយាមរបស់ខ្លួនសូត្រដាស់នៅមន្តអាគមដាក់ទៅលើខ្សែអំបោះសីមានឹងរួចក៏យកចងដៃឲ្យក្មេងម្នាក់នឹងតែម្ដងឪពុកម្ដាយរបស់ក្មេងសួរមកកាន់នាយកែវថាលោកគ្រូតើកូនរបស់ខ្ញុំមានបញ្ហាអ្វីឬក៏អត់នៅពេលហ្នឹងនាយកែវក្រវីក្បាលរួចក៏តបថាកូនរបស់ពួកអ្នកទាំងពីរមិនអីនោះទេណាតែបន្តិចទៀតគេដឹងខ្លួនហើយកុំស្រាយអំបោះខ្សែសីមាដែលខ្ញុំចងឲ្យនេះឲ្យសោះណាបើពុំដូច្នោះទេវិញ្ញាណខ្មោចព្រីនឹងច្បាស់ជាមកចូលខ្លួននឹងធ្វើទុកបុកម្នេញកូនអ្នកទាំងពីរទៀតជាមិនខាននាយកែវនិងមេភូមិហើយនឹងពិសីមិនទាន់បានដើរចេញពីផ្ទះនឹងផងស្រាប់តែអ្នកភូមិម្នាក់ទៀតបានរត់មកទាំងត្រហេបត្រហប់ហើយក៏បានប្រាប់ឲ្យលោកមេភូមិទៅជួយប្រពន្ធរបស់គេផងព្រោះថាប្រពន្ធរបស់គេពេលនេះកំពុងតែប្រកាច់ប្រកិនហើយក្តៅខ្លួនសម្បើមណាស់គ្រាន់តែឮបែបនឹងភ្លាមពួកគាត់ទាំង3នាក់ក៏បានធ្វើដំណើរចាស់ចេញពីផ្ទះរបស់អ្នកភូមិម្នាក់នឹងសម្ដៅទៅផ្ទះរបស់អ្នកភូមិម្នាក់ទៀតនៅពេលដែលទៅដល់ផ្ទះរបស់អ្នកភូមិម្នាក់នឹងភ្លាមក៏ឃើញប្រពន្ធរបស់គេកំពុងតែប្រកាច់ប្រកិនភ្នែកឲ្យឡើងក្រហមសក់កន្ទ្រីងកន្ទ្រើងមើលទៅហាក់បីដូចជាមានបញ្ហាធ្ងន់ធ្ងរខ្លាំងណាស់នាយកែវក៏បាននិយាយទៅកាន់ប្តីនារីម្នាក់ដែលកំពុងតែមានបញ្ហានឹងថាណែឯងចាប់ប្រពន្ធរបស់ឯងឲ្យជាប់ណាមើលអ្នកភូមិណាចូលទៅជួយចាប់គ្នាព្រោះថាគេម្នាក់ឯងមិនអាចចាប់ឈ្នះប្រពន្ធរបស់គេបាននោះទេព្រោះថាកម្លាំងរបស់នាងគឺខ្លាំងក្លាសម្បើមណាស់ពេលហ្នឹងមានអ្នកភូមិចាស់2-3នាក់ក៏ចូលទៅជួយចាប់បរិសដែលជាប្តីតែម្ដងបន្ទាប់មកនាយកែវក៏បាននិយាយទៅកាន់ពិសីដែលជាកូនស្រីថាណែកូនស្រីនេះគឺជាភារកិច្ចរបស់កូនហើយពុកប្រគល់ឲ្យកូនហើយណាពេលហ្នឹងពិសីក៏ញញឹមរួចក៏បានដើរចូលទៅសំដៅទៅរកអ្នកជំងឺកំពុងតែប្រកាច់ប្រកិននឹងពេលហ្នឹងពិសីក៏មិនដឹងថាគេលូកយកអ្វីនៅក្នុងថង់យាមនោះទេក្តាប់ដៃមួយក្តាប់រួចក៏បានសូត្របន្ទាប់មកគេក៏បានយកទៅរយលើខ្លួនប្រាណរបស់នារីដែលកំពុងតែរងគ្រោះនឹងតាមការពិតទៅនោះគឺជាអង្គដំណើបទេបន្ទាប់មកពិសីក៏បានសួរទៅកាន់បរិសដែលជាប្តីថាណែលោកពូតើលោកពូមានធូបដែរឬទេសូមយកឲ្យខ្ញុំបានមួយសរសៃមកពេលហ្នឹងបរិសជាប្តីក៏បានងក់ក្បាលរួចក៏បាននិយាយទៅកាន់អ្នកភូមិដែលកំពុងតែជួយចាប់ប្រពន្ធរបស់ខ្លួនថាឯងជួយចាប់ប្រពន្ធរបស់ខ្ញុំតិចខ្ញុំទៅយកធូបដើម្បីឲ្យអ្នកគ្រូនេះបន្តិចណាពេលហ្នឹងបរិសជាប្តីក៏បានរត់ឡើងទៅលើផ្ទះវឹងហើយក៏បានទាញធូបមួយសរសៃដើម្បីយកមកឲ្យពិសីតែម្ដងពិសីគ្រាន់តែបានធូបហើយក៏បានសូត្រដាស់នៅមន្តអាគមដាក់ទៅលើធូបនោះរួចក៏វាយតាំងពីចុងជើងរហូតដល់ក្បាលរបស់នារីដែលរងគ្រោះនឹងវាយបណ្ដើពិសីសូត្រអាគមបណ្ដើរហូតតតែនារីម្នាក់នឹងបានស្រែកយ៉ាងខ្លាំងស្រែកហើយស្រែកទៀតស្រែកហើយស្រែកទៀតសឹងតែបាយបំពង់កទៅហើយប៉ុន្តែសំឡេងនៃការស្រែកនឹងមិនមែនជាសំឡេងរបស់នារីម្នាក់ដែលរងគ្រោះនឹងនោះទេគឺជាសំឡេងមនុស្សផ្សេងប្រៀបដូចជាសំឡេងមនុស្សប្រុសចំណាស់ដែលមានវ័យ80ទៅ90ឆ្នាំអញ្ចឹងបន្ទាប់ពីនឹងពិសីក៏បានចាប់ផ្ដើមសួរថាឯងមកពីណាហេតុអ្វីបានជាចូលមកធ្វើទុកបុកម្នេញអ្នកស្រុកអ្នកភូមិនៅទីនេះអញ្ចឹងតើអ្នកណាប្រើឯងឲ្យមកពេលហ្នឹងវាអត់ព្រមឆ្លើយនោះទេមិនឃើញវាឆ្លើយតបនឹងសំណួររបស់ខ្លួនបានសួរបែបហ្នឹងពិសីក៏បានយកធូបចាប់ផ្ដើមសូត្រនៅមន្តអាគមវាយទៅកាន់ខ្លួនប្រាណរបស់នារីដែលរងគ្រោះហ្នឹងទៀតហើយវាបានស្រែកខ្លាំងហើយវាក៏បានស្រែកថាឈប់ទៅខ្ញុំឈឺចាប់ណាស់ពិសីក៏បានតបទៅវិញថាបើឯងមិនឆ្លើយនៅអ្វីដែលយើងសួរឯងនោះទេយើងនឹងវាយតលតែវិញ្ញាណរបស់ឯងរលាយលេងទៅចាប់ជាតិបានណាពេលហ្នឹងវាភ័យខ្លាំងណាស់វាក៏បានតបថាខ្ញុំឆ្លើយឈប់វាយខ្ញុំទៅខ្ញុំព្រមឆ្លើយហើយខ្ញុំព្រមប្រាប់ហើយ
ពេលនឹងពិសីក៏បានឈប់វ័យហើយក៏បាននិយាយទៅកាន់វាថាឯងឆាប់ឆ្លើយមកភ្លាមថាតើឯងធ្វើបែបនេះដើម្បីអ្វីតើក្រុមគ្រួសារអ្នកភូមិទាំងអស់នេះមានរឿងអ្វីជាមួយនឹងឯងបានជាឯងចង់សងសឹកឬក៏យ៉ាងណាឬក៏មានអ្នកណាបញ្ជាឯងមកពេលនឹងវាក៏បានតបវិញថាពួកអ្នកភូមិទាំងអស់នេះគ្មានរឿងអ្វីជាមួយនឹងខ្ញុំនោះទេខ្ញុំមកនេះដោយសារតែគេបញ្ជាខ្ញុំឲ្យមកនោះទេតាមការពិតទៅខ្ញុំក៏មិនចង់ធ្វើបែបនេះដែរដោយសារតែអ្នកភូមិខ្លះក៏ជាសាច់ញាតិបងប្អូនរបស់ខ្ញុំដែរប៉ុន្តែខ្ញុំមិនអាចប្រឆាំងនឹងការបញ្ជារបស់គេបានបើយើងមិនធ្វើតាមគេនោះទេគេច្បាស់ជារំលាយវិញ្ញាណរបស់ពួកខ្ញុំជាមិនខានណាសូមជួយពួកខ្ញុំផងនៅពេលដែលឮពួកវាឆ្លើយបែបហ្នឹងភ្លាមពិសីក៏បានសម្លឹងមើលទៅកាន់មុខរបស់ឪពុកក៏ងក់ក្បាលហើយពិសីក៏បាននិយាយឡើងថាមិនអីនោះទេណាចាំយើងជួយឯងឆាប់ចេញពីខ្លួនរបស់គេភ្លាមទៅនៅពេលហ្នឹងផ្សែងខ្មៅក៏បានហោះចេញពីខ្លួនរបស់នារីម្នាក់ដែលរងគ្រោះនឹងហើយនាងក៏បានសន្លប់បាត់មាត់ឆឹងតែម្ដងបន្ទាប់មកពិសីក៏ចាប់ផ្ដើមសូត្រនៅមន្តអាគមដើម្បីប្រោះហើយនឹងជួយរំដោះវិញ្ញាណដែលចូលមកធ្វើបាបអ្នកភូមិនឹងតែម្ដងរួចមកពិសីក៏បានធ្វើតាមនៃកែវដែរគេក៏បានដកយកខ្សែសីមាចេញពីថងយាមរបស់ខ្លួនរួចក៏សូត្រដាអាគមដាក់ទៅលើខ្សែសីមានឹងហើយក៏បានយកទៅចងដៃឲ្យនារីម្នាក់ដែលរងគ្រោះនឹងតែម្ដងរួចក៏និយាយផ្ដាំទៅកាន់ប្តីរបស់នាងថាកុំខ្សែសីមាដែលខ្ញុំចងឲ្យនេះឲ្យសោះបើពុំដូច្នោះទេលើកក្រោយច្បាស់ជាមានរឿងធំជាងនេះជាមិនខានប្តីនាងក៏បានលើកដៃសំពះរួចក៏តបវិញថាបាទខ្ញុំនឹងចងចាំទងអ្នកគ្រូខ្ញុំអរគុណអ្នកគ្រូខ្លាំងណាស់ហើយចោះពេលណាប្រពន្ធរបស់ខ្ញុំដឹងខ្លួនទៅពិសីក៏ញញឹមរួចក៏បានតបថាមិនអីនោះទេណាទៅយកទឹកមកជូតខ្លួនគាត់តិចទៅបន្តិចក្រោយមកគាត់នឹងដឹងខ្លួនហើយបន្ទាប់មកបរិសុទ្ធដែលជាប្តីក៏បានសួរទៅកាន់ពិសីថាតើអ្នកគ្រូត្រូវការប្រាក់ប៉ុន្មានដែរពួកខ្ញុំមិនសូវមានប្រាក់ទេខ្ញុំមានតែបន្តិចបន្តួចប៉ុណ្ណោះពិសីក៏ញញឹមរួចក៏តបថាមិនអីនោះទេខ្ញុំធ្វើនេះមិនមែនដើម្បីតែប្រាក់នោះទេណាទុកប្រាក់នឹងសម្រាប់ផ្គត់ផ្គង់គ្រួសារទិញម្ហូបហូបចុកឲ្យបានគ្រប់គ្រាន់ទៅខ្ញុំមានប្រាក់សម្រាប់ខ្លួនឯងហើយបន្ទាប់មកបរិសុទ្ធនឹងអរខ្លាំងណាស់រួចក៏បានលើកដៃសំពះទាំងពិសីហើយនឹងនាយកែវជាពិសេសលោកមេភូមិក៏បានសំពះអរគុណដែរបន្ទាប់មកអ្នកទាំង3ក៏បានធ្វើដំណើរចាក់ចេញពីផ្ទះរបស់បរិសុទ្ធដែលជាអ្នកភូមិម្នាក់នឹងត្រឡប់មកផ្ទះរបស់លោកមេភូមិវិញទៅនៅរសៀលបន្តិចនៅពេលដែលមកដល់ផ្ទះរបស់លោកមេភូមិវិញពួកគាត់ទាំង3នាក់ក៏បានអង្គុយពិភាក្សាគ្នាអំពីរឿងហេតុដែលបានកើតឡើងផ្ទួននៅក្នុងភូមិរបស់លោកមេភូមិដោកនេះនាយកែវគេក៏បាននិយាយឡើងថាលោកពូមេភូមិខ្ញុំគិតថារឿងរ៉ាវទាំងអស់នេះគឺកើតឡើងចេញពីដង្ខៅដែលលោកពូមេភូមិនិយាយនឹងហើយតើលោកពូមេភូមិមានចាប់អារម្មណ៍ទេថាអ្នកភូមិនៅទីនេះជំពាក់បំណុលក៏ទៅលើដង្ខៅម្នាក់នឹងហើយគ្រូអាគមដែលចូលមកព្យាបាលអ្នកភូមិក៏នៅផ្ទះរបស់ដង្ខៅម្នាក់នឹងអញ្ចឹងគ្រប់បែបយ៉ាងគឺកើតចេញពីដង្ខៅនឹងហើយតើលោកពូមេភូមិមានចាប់អារម្មណ៍ដូចខ្ញុំនិយាយដែរឬក៏អត់គ្រាន់តែលោកមេភូមិបានឮនាយកែវនិយាយបែបនឹងភ្លាមគាត់ក៏ភ្ញាក់ខ្លួនព្រឺតរួចក៏តបទៅវិញថាពិតមែនហើយលោកគ្រូរឿងរ៉ាវទាំងអស់គឺកើតចេញពីដង្ខៅម្នាក់នឹងហើយព្រោះដង្ខៅបឿននេះមិនមែនជាមនុស្សល្អប៉ុន្មាននោះទេគឺជាមនុស្សកំរីម៉ៅស្វិតក៏ប៉ុន្តែមួយរយៈចុងក្រោយនេះគេតែងតែចំណាយប្រាក់ដើម្បីឲ្យអ្នកភូមិខ្ចីបុលគេហើយបើសិនជាអ្នកភូមិណាគ្មានប្រាក់សងទៅគេវិញនោះទេគេនឹងរឹបអូយកដីធ្លីនិងផ្ទះសម្បែងជាមិនខាននៅពេលដែលពួកគាត់ទាំង3នាក់អង្គុយពិភាក្សាគ្នាបន្តិចហើយប្រពន្ធរបស់លោកមេភូមិគាត់ក៏បានរៀបចំបាយម្ហូបរួចរាល់ហើយពួកគាត់ទាំងអស់គ្នាក៏ទៅអង្គុយហូបបាយជុំគ្នាតែម្ដងទៅពេលយប់ឡើងក៏ស្រាប់តែឮសំឡេងឆ្កែលូជាខ្លាំងនៅម៉ោងប្រហែលជាខ្ទង់9ទៅ10អីហ្នឹងនាយកែវគេមិនទាន់បានសម្រាកនោះទេគេក៏បានអង្គុយជជែកគ្នាលេងជាមួយនឹងលោកមេភូមិដោកពេលហ្នឹងនាយកែវក៏ផ្ដាំទៅលោកមេភូមិដោកថាណែលោកពូយប់នេះលោកពូកុំចេញពីក្នុងផ្ទះមកខាងក្រៅឲ្យសោះណា
ពេលដែលចូលទៅដល់ហើយគឺចូលទៅសម្រាប់តែម្ដងទៅទោះបីជាមានលឺសំឡេងអ្វីក៏ដោយក៏កុំចេញមកខាងក្រៅហើយនៅខាងក្រៅនេះទុកឲ្យខ្ញុំសម្រាប់នៅទីនេះហើយលោកមេភូមិដោកក៏បានងក់ក្បាលរួចក៏សួរតិចៗទៅកាន់នាយកែវថាតើយប់នេះមានបញ្ហាអ្វីមែនទេលោកគ្រូនាយកែវក៏បានងក់ក្បាលរួចក៏តបថាយប់នេះខ្ញុំមានអារម្មណ៍ដូចជាមិនស្រួលទាល់តែសោះហាក់បីដូចជានៅក្នុងភូមិនេះវាងងឹតខុសពីធម្មតាមិនមែនងងឹតដោយសារតែមេឃពេលយប់នោះទេតែវាហាក់បីដូចជាមានគ្រូអាគមណាម្នាក់កំពុងតែធ្វើអ្វីម្យ៉ាងនៅក្នុងភូមិនេះណាលោកពូមេភូមិស្ដាប់តាមខ្ញុំទៅសូមកុំចេញមកខាងក្រៅឲ្យសោះពេលដែលឮហើយលោកមេភូមិគាត់ក៏បានដើរចូលទៅក្នុងផ្ទះរបស់គាត់តែម្ដងទៅចំណែកនាយកៅគាត់សម្រាកនៅខាងក្រៅផ្ទះរបស់លោកមេភូមិចំណែកពិសីគេចូលទៅសម្រាកនៅក្នុងផ្ទះបាត់ទៅហើយនៅពេលដែលនាយកៅកំពុងតែសម្រាកនៅក្រេមកផ្ទះរបស់លោកមេភូមិនោះស្រាប់តែមានស្រមោលស្ទងបានឈរអឺតសម្លឹងមើលទៅកាន់នាយកៅដែលកំពុងតែសម្រាកនៅលើក្រេតាមការពិតទៅនាយកៅមិនសម្រាកលក់នោះទេគេបានដឹងខ្លួនថាកំពុងតែមានអ្នកដែលឈរលោបលួចមើលគេពេលនឹងនាយកៅក៏បានស្ទុះមកហើយលើកដៃប្រណម្យសូននៅមុនអាគមភ្លាមពេលនឹងស្រមោលបំរុងនឹងរត់ចាក់ចេញពីទីនឹងបាត់ទៅហើយនាយកៅក៏បានរំពាត់ស្រមោលនឹងមិនឲ្យវារត់ចាក់ចេញពីទីនឹងបាននោះទេពេលនឹងស្រមោលខ្មៅនឹងក៏បានលុតជង្គង់រួចក៏និយាយទៅកាន់នាយកៅថាលោកគ្រូអើយគឺជាខ្ញុំនោះទេខ្ញុំគឺជាវិញ្ញាណដែលកូនរបស់លោកគ្រូបានដោះលែងកាលពីថ្ងៃមិញនឹងណាសូមលោកគ្រូកុំធ្វើបាបខ្ញុំអីខ្ញុំមកទីនេះល្អនោះទេខ្ញុំចង់យករឿងរ៉ាវមកប្រាប់លោកគ្រូនឹងណាតែឃើញលោកគ្រូកំពុងតែសម្រាខ្ញុំមិនហ៊ានដាស់លោកគ្រូពេលនឹងនាយកែវក៏បានសួរទៅកាន់វិញ្ញាណខ្មៅនឹងថាតើមានរឿងអ្វីចង់ប្រាប់យើងឯងកុហកយើងទេដឹងពេលនឹងវិញ្ញាណខ្មៅនឹងក៏បានតបវិញថាអត់ទេលោកគ្រូអត់ទេខ្ញុំមិនបានកុហកលោកគ្រូនោះទេតាមការពិតទៅរឿងរ៉ាវទាំងអស់ហ្នឹងគឺកើតឡើងដោយសារតែគ្រូសានដែលជាគ្រូមន្តអាគមស្នាក់នៅផ្ទះរបស់ដង្ខៅយឿននឹងឯងលោកគ្រូរឿងរ៉ាវទាំងអស់គឺកើតឡើងមកពីគេទាំងពីរនាក់នឹងឯងហើយនៅក្នុងយប់នេះផងដែរដង្ខៅយឿនបានដឹងដំណឹងថាលោកគ្រូចូលមកក្នុងភូមិនេះហើយបានជួយសង្គ្រោះនឹងដល់អំពើអំព័ន្ធបណ្ដេញខ្មោចព្រាយចេញពីអ្នកភូមិធ្វើឲ្យដង្ខៅនោះខឹងជាខ្លាំងហើយក៏បានប្រាប់គ្រូសានយប់នេះពួកគេនឹងចាត់ការលោកគ្រូហើយនឹងកូនស្រីរបស់លោកគ្រូជាមិនខានសូមលោកគ្រូប្រុងប្រយ័ត្នខ្លួនផងនិយាយហើយវិញ្ញាណព្រាយនោះក៏បានហោះចាក់ចេញពីទីនឹងបាត់ស្រមោលឆឹងតែម្ដងទៅចំណែកឯនាយកែវបានឮដំណឹងនឹងហើយគេក៏មិនមានការខ្លាចរអាអ្វីដែរគេក៏បានត្រៀមខ្លួនទុកមុនជាស្រេចហើយសម្រាប់ការប្រយុទ្ធជាមួយនឹងគ្រូអាគមម្នាក់នឹងលុះយប់កាន់តែជ្រៅទៅសំឡេងឆ្កែលូផងព្រុសផងតាំងពីចុងភូមិទៅដល់ដើមភូមិស្រាប់តែពេលនឹងនាយកែវក៏បានឮសំឡេងរត់ទ្រុបហាក់បីដូចជាសំឡេងជើងគោកំពុងតែរត់សម្ដៅមករកផ្ទះរបស់លោកមេភូមិចឹងនាយកែវក៏បានបែរសម្លឹងមើលទៅកាន់ខាងផ្លូវនៅចំហៀងផ្ទះពេលនឹងក៏បានឃើញគោខ្មៅមួយគូកំពុងតែរត់សម្ដៅមកផ្ទះរបស់លោកមេភូមិពិតប្រាកដមែនភ្នែករបស់ពួកវាគឺក្រហមងឹលដូចជារងើកភ្លើងកំពុងតែឆេះអញ្ចឹងពេលដែលគោទាំងពីរក្បាលហ្នឹងវារត់មកដល់របងផ្ទះរបស់លោកមេភូមិវាបំរុងនឹងរត់សម្ដៅចូលមកផ្ទះរបស់លោកមេភូមិទៅហើយស្រាប់តែវាបានខ្ទាតទៅក្រោយវិញឡើងពេញទំហឹងទាំងពីរក្បាលតែម្ដងនេះក៏ព្រោះតែមុននឹងចូលមកដេកនេះកៅបានសូត្រអាគមចងខ្សែសីមាព័ទ្ធនឹងដីរបស់លោកមេភូមិស្រេចបាត់ទៅហើយនាយកែវក៏ចាប់ផ្ដើមដកយកគោអាគមរបស់ខ្លួនចេញពីថង់យាមហើយគោអាគមរបស់នាយកែវនេះមិនមែនជាដីឥដ្ឋនោះទេគឺជាគោដែលសាងឡើងចេញពីសំរិទ្ធមើលទៅគោអាគមរបស់នាយកែវនេះពិតជារលើបរលោងខ្លាំងមែនទែនគោអាគមរបស់នាយកែវយកមកដាក់នៅបាតដៃហើយនាយកែវក៏ចាប់ផ្ដើមសូត្រដាស់គោអាគមរបស់ខ្លួនភ្លាមសំឡេងគោក៏ចាប់ផ្ដើមស្រែកលាន់ឮឲ្យរំពងក៏ប៉ុន្តែអ្នកនៅខាងក្នុងផ្ទះរបស់លោកមេភូមិគ្មានអ្នកណាម្នាក់បានឮសំឡេងគោស្រែកនោះទេក្រៅពីពិសីនាងកំពុងតែដេកនៅក្នុងផ្ទះរបស់លោកមេភូមិនោះក៏បានឮសំឡេងគោឪពុករបស់ខ្លួនបានស្រែកនាងដឹងថានៅខាងក្រៅប្រកាសជាមានរឿងមិនស្រួលជាក់ជាមិនខានក៏ប៉ុន្តែពិសីមិនបាន
ចេញទៅក្រៅផ្ទះឡើយដោយសារតែចាំសម្ដីរបស់នាយកែវបានប្រាប់មុននឹងពិសីចូលទៅដេកថាទោះបីជាឮសំឡេងអ្វីក៏ដោយមិនអោយពិសីចេញមកខាងក្រៅនោះទេរឿងរ៉ាវនៅខាងក្រៅទឹកឲ្យនាយកែវគឺជាអ្នកដោះស្រាយទៅបានហើយពិសីក៏មិនបានប្រកែកជាមួយនឹងឪពុកដែរនាងបានត្រឹមតែសំងំស្ដាប់នៅស្នូឬក៏សំឡេងនៅខាងក្រៅតែប៉ុណ្ណោះក្រឡេកមកមើលគោអាគមរបស់នាយកែវវិញនៅពេលដែលនាយកែវបានសូត្រដាគុំហើយគោរបស់នាយកែវក៏បានរីកខ្លួនធំឡើងរហូតប៉ុន្តែគោខ្មៅទាំងពីរក្បាលនឹងតែម្ដងនៅលើខ្លួនគោអាគមរបស់នាយកែវមានពន្លឺចាំងផ្លេកតិចចេញពីសម្រិតនឹងឯងសាច់រឿងភាគទី2គឺសូមបញ្ចប់ទៅត្រឹមនឹងសិនសង្ឃឹមថាពុកម៉ែបងប្អូនទាំងអស់គ្នានឹងជួយគាំទ្រ admin បន្តហើយសង្ឃឹមថារាល់ពាក្យសម្ដីដែល admin និយាយទៅតែងតែមានកំហុសខុសឆ្គងហើយសង្ឃឹមថាពុកម៉ែបងប្អូនប្រិយមិត្តទាំងអស់គ្នាមេត្តាខន្តីអភ័យទោសឲ្យ admin ផងបាទអរគុណច្រើនពុកម៉ែបងប្អូនទាំងអស់គ្នាជួបគ្នានៅវីដេអូក្រោយ